นะโมพุทธัสสะนะโมธัมมัสสะนะโมสังฆัสสะនេះគឺជាការបូជាជាបណកិច្ចណាពិសោធញោមស្រីម្នាក់នៅភូមិកណ្ដាលក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបូជានៅក្នុងវត្តធម្មរតនសាគរក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងនេះតែម្ដងទៀតញោមការបូជានេះធ្វើឲ្យខ្ញុំករណាកើតនៅសេចក្តីសង្វេគមួយដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គបានណាត្រាស់ដឹងនៅសព្វាញ្ញុពុទ្ធកណានៅពេលដែលព្រះអង្គត្រាស់ដឹងហ្នឹងគឺបានឃើញនៅហេតុ3យ៉ាងធំៗញាតិញោមណានៅបឋមមកយាមជាដើមកណាយាមទី1យាមទី2យាមទី3ហ្នឹងហើយនៅយាមទី3គឺព្រះអង្គត្រាស់ដឹងនៅអសវកយញ្ញវិជ្ជាណាជាការដឹងនៅការអស់ទៅនៃអសវៈទាំងឡាយណាមានអរិយសច្ចៈធម៌4យ៉ាងកណាមានទុក្ខសច្ចៈកណាសមុទយសច្ចៈនិរោធសច្ចៈនិងមគ្គសច្ចៈកណាអញ្ចឹងហើយនៅក្នុងទីនេះពុទ្ធសាសនាលោកសម្ដែងរឿងមួយដែលឲ្យពុទ្ធបរិស័ទបានយល់ថាធ្វើដូចម្តេចទៅដើម្បីឲ្យបិទផ្លូវទៅរកអបាយនោះបានគឺលោកឲ្យរងាប់នៅពាទាំងឡាយនោះ5ក៏ហើយសិក្សាសិក្ខាបទទាំងឡាយ5និងលះនៅកិលេស3គឺរងាប់នៅពាទាំងឡាយ5មានការសម្លាប់សត្វដទៃនឹងដែលមានជីវិតនឹងឯងញាតិញោមតែគេយើងសម្លាប់គេទៅបច្ចុប្បន្នជាតិយើងមិនទាន់ឲ្យផលប៉ុន្តែអនាគតជាតិទៅវានឹងឲ្យផលលួចទ្រព្យរបស់គេហ្នឹងហើយយកទ្រព្យរបស់គេដែលគេមិនបានឲ្យដោយកាយដោយវាចាកណាហ្នឹងប្រព្រឹត្តខុសក្នុងប្តីប្រពន្ធកូនអ្នកដទៃណាហ្នឹងនិយាយភូតផកកុហកយូរទៅគេលែងជឿណាទៅជាអស់តម្លៃណាមិនសែបនៅសូរ៉ាកណាជាគ្រឿងជាទីតាំងដែលនាំឲ្យវង្វេងកណាហើយចឹងហើយលោកឲ្យយើងនឹងរងាប់អា5នឹងដោយការសិក្សានៅសិក្ខាបទទាំងឡាយ5គឺការមិនបៀតបៀននៅជីវិតសត្វទាំងឡាយនឹងឯងញាតិញោមគឺការមិនបៀតបៀនឬក៏មិនយកនៅទ្រព្យរបស់អ្នកអតិថិជនគេមិនបានឲ្យដោយកាយដោយវាចាមិនប្រព្រឹត្តខុសនៅក្នុងកាមទាំងឡាយប្តីប្រពន្ធកូនអ្នកដទៃក៏មិននិយាយភូតផកកុហករក្សានៅសច្ចៈវាចាណាមានតម្លៃណាសច្ចៈវាចានេះញាតិញោមគឺធ្វើឲ្យបុគ្គលហ្នឹងថ្កុងថ្កើងឧត្តមឧត្តមមានឋានៈបុណ្យស័ក្តិយុះធំដោយសារតែសច្ចៈវាចានេះហើយនឹងមិនផឹកនៅគ្រឿងស្រវឹងក៏នាំឲ្យវង្វេងស្មារតីនាំឲ្យខាតបង់នៅទ្រព្យសម្បត្តិមានរោគជាទីមកបៀតបៀននៅក្នុងជីវិតក្នុងការរស់នៅហ្នឹងហើយទៀតហើយការលះនៅសញ្ញោចនៈ3នោះគឺឬក៏កិលេស3គឺស្អីទៅសកាយតថៈសកាយតថៈគឺការប្រកាន់មមថាបញ្ចខណ្ឌនេះជារបស់អញទៀតខ្ញុំមើលជារបស់អ្នកណាបើពុទ្ធព្រះអង្គសម្ដែងហើយហ្នឹងវាមិនទៀងវាជាទុកវាមិនមែនជារបស់ខ្លួនបើជារបស់ខ្លួនគឺយើងអាចគ្រប់គ្រងទៅលើរូបឬក៏សារពាង្គកាយរបស់ខ្លួនមិនឲ្យចាស់មិនឲ្យឈឺមិនឲ្យស្លាប់ហ្នឹងហើយឃើញទេប៉ុន្តែយើងមិនបានទៅគ្រប់គ្រងឯណាបានការវិវត្តការប្រែប្រួលទៅគឺវានៅតែប្រែប្រួលតែអញ្ចឹងឯងហ្នឹងទី1ក៏ហ្នឹងហើយការប្រកាន់នៅបញ្ចខណ្ឌជារបស់ខ្លួនណានេះរឿងធំហ្មងញាតិញោមទី2វិជ្ជកិច្ឆាសេចក្តីសង្ស័យក្នុងគុណពុទ្ធញាតិញោមមិនជឿមិនមានសទ្ធាមានសេចក្តីសង្ស័យទៅលើគុណពុទ្ធហ្នឹងហើយធៀបជាបុថុជននេះគឺมันមានបញ្ញាច្បាស់ទេញាតិញោមកាលណាពេលអញ្ចឹងទៅគឺសង្ស័យទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធដោយពុំបានសិក្សាឆ្វេងយល់ឲ្យបានយល់ថាព្រះសម្មាសម្ពុទ្ធហ្នឹងលោកបានបង្រៀនអីចេះតែសង្ស័យនេះសង្ស័យនោះព្រមសិក្សារៀនសូត្រឲ្យបានច្បាស់លាស់ទេនេះជាហេតុមួយទៀតណាសង្ស័យនៅក្នុងគុណពុទ្ធហើយទី3នោះណាគឺ
xây là bọt tạ paramesa nhiệt nhiều vô khâu cả cá bò để sót nơi cá sông bua cả cản sơ bạp đồng nôm ít xanh như thế là ngày mình miên bánh nhà vô khơi trăng từ tam sẽ chợ thua sẽ khởi bứt đạiព្រះសម្មាសម្ពុទ្ធបរមគ្រូលោកបានសម្ដែងទុកមកហើយទៅត្រឹមត្រូវណាញាតិញោមអញ្ចឹងហើយចាប់ពីសោតតាឡើងទៅគឺលោកបានលះទាំង3ហ្នឹងហើយញាតិញោមណាសកាយតថេវិជេកច្ឆានិងសិលពតបរមេសៈហ្នឹងគឺលោកលះអស់ហើយញាតិញោមលះអស់ហើយដោយសារតែលោកឃើញនៅហេតុពិតសច្ចពិតសេចក្តីពិតទៅតាមធម៌ពិតនឹងឯងឃើញញាតិញោមនេះហើយគឺជាសេចក្តីពិតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃมันអាចមានបុគ្គលណាមួយមកអាចគ្រប់គ្រងទៅលើជីវិតបុគ្គលណាមួយបានទេព្រោះថាវាមិនទៀងវាជាទុកវាមិនជារបស់ខ្លួនបើជារបស់ខ្លួនយើងអាចគ្រប់គ្រងបានយ៉ាងណាមិញនេះគឺជាហេតុជាបច្ច័យមួយឲ្យយើងកើតធម្មសង្វេគនៅក្នុងជីវិតថាអ្វីទាំងឡាយនៅក្នុងជីវិតនេះគឺប្រែប្រួលមិនទៀងអញ្ចឹងហើយការសន្សំនៅសេចក្តីល្អណាមានបញ្ញាបារមីជាដើមកណាសំខាន់ក្នុងការឬក៏ជាដំណើរផ្លូវទៅរកការត្រាស់ដឹងនេះគឺខំប្រឹងសន្សំឲ្យបានច្រើនរឿយៗណាញាតិញោមសូមអនុមោទនា